គេដាក់សំណួរមករដ្ឋាភិបាលសូម្បីតែសុំ5ទៅបណ្ឌិតសេងសេរីឃើញបង្ហោះសារមួយថាលោកពុកធ្លាប់តែនិយាយលោកពុកនិយាយរឿងនេះនិយាយរឿងនោះឥឡូវមិនលោកពុកស្ងាត់ហៅលោកបណ្ឌិតហើយឈ្មោះថាបណ្ឌិតអីក៏ល្ងងម្លេះតើទីតាំងឈរជើងរបស់ហ៊ុនសែននៅកន្លែងណានៅពេលនេះមិនមែនជាទីតាំងដែលហ៊ុនសែនឈរដូចពីមុនទេបើទុកឲ្យហ៊ុនសែននិយាយដូចកាលពីពេលនៅធ្វើនាយករដ្ឋមន្ត្រីអញ្ចោះយើងតែងតាំងយើងរៀបចំជ្រើសតាំងបោះឆ្នោតឲ្យមាននាយករដ្ឋមន្ត្រីធ្វើអីបើឲ្យរដ្ឋមន្ត្រីការពារជាតិឲ្យទាបាញ់និយាយអញ្ចោះទាសីហាធ្វើអីបើឲ្យសខេនិយាយតើសសុខាធ្វើអីឥឡូវយើងនិយាយគេចេះវិញបើថាល្ងងទៅនិយាយច្បាស់តែល្ងងទៅកុំចាំបាច់ឲ្យខ្ញុំហៅកុំធ្វើទស្សនវិទូខ្ញុំហៅអាល្ងងទូអាហ្នឹងអាល្ងងទូវាពិតជាល្ងងមែនវាអត់ដឹងថាកន្លែងទីតាំងឈរជើងវានៅកន្លែងណាហ៊ុនសែនស្គាល់ណាស់តួនាទីអស់ទាំងនេះ